សួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកឆ្នៃបើជើងកវែងរបស់ខ្ញុំទៅជាកខ្លីបែបនេះអញ្ចឹងចាំតាមដានទាំងអស់គ្នាឥឡូវយើងបានធ្វើហើយនេះហើយគឺជាសមិទ្ធផលដែលយើងបានឆ្នៃហើយទាំងអស់គ្នាមើលវីដេអូនេះហើយយល់យ៉ាងណាដែរបើសិនជាចង់សាកអាចសាកបានតែខ្ញុំអត់ធានាទេថាវានឹងទៅជាបែបណាបើសិនជាអ្នកទាំងអស់គ្នាធ្វើហើយតែនេះសម្រាប់ខ្ញុំអាចទទួលយកបានពេញចិត្តនិយាយរួមទៅគឺអែមែនតើបើដឹងថាធ្វើស្អាតចឹងធ្វើយូរហើយនេះ